មានភូមិមួយនៅជីព្រៃដែលមនុស្សមិនសូវហ៊ានដើរចេញក្រៅពេលយប់ទេមិនមែនព្រោះខ្លាចខ្មោចទេប៉ុន្តែព្រោះពួកគេជឿថាមានធ្មប់លាក់ខ្លួនក្នុងភូមិនោះមនុស្សជាច្រើនបានស្លាប់ដោយមូលហេតុយ៉ាងចម្លែកអ្នកភូមិនោះក៏ចាប់ផ្ដើមសង្ស័យគ្នាទៅវិញទៅមកយប់មួយបុរសម្នាក់ឈ្មោះសុភ័ក្រត្រូវបានគេប្រទះឃើញស្លាប់នៅមុខផ្ទះគ្មានស្នាមរបួសទេប៉ុន្តែភ្នែកគាត់បើកធំដូចជាឃើញអ្វីដែលតក់ស្លុតខ្លាំងមនុស្សចាស់ក្នុងភូមិនិយាយថានេះពិតជាស្នាដៃរបស់ធ្មប់អ្នកភូមិចាប់ផ្ដើមសង្ស័យលើស្ត្រីម្នាក់ឈ្មោះមីលីនាងរស់នៅម្នាក់ឯងនៅចុងភូមិពេលយប់គេតែងឃើញភ្លើងធូបនិងទៀននិងនាងអានមិនអាគមយ៉ាងអ្នកភូមិខ្លះនិយាយថាពេលពួកគេដើរកាត់ផ្ទះនាងពួកគេមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងតាមមើលពីក្រោយថ្ងៃមួយអ្នកភូមិមិនអាចទ្រាំបានទៀតពួកគេនាំគ្នាចូលទៅចាប់នាងមីលីរួចសួរនាងថាបូសាភាពមកនាងជាធ្មប់មែនទេមីលីមើលពួកគេដោយកែវភ្នែកភ័យខ្លាចនាងតបថាខ្ញុំមិនមែនធ្មប់ទេប៉ុន្តែអ្នកដែលសម្លាប់មនុស្សនៅក្នុងភូមិនេះគាត់នៅក្បែរអ្នកទាំងអស់គ្នាគឺអ្នកភូមិមិនជឿហើយបានបណ្ដេញនាងចេញពីភូមិបន្ទាប់ពីមីលីចេញពីភូមិមនុស្សនៅតែស្លាប់ដដែលម្ដងនេះគឺអ្នកដែលបានដឹកនាំការចាប់នាងមីលីមុនស្លាប់គាត់បានស្រែកមួយឃ្លាថាកូនខ្ញុំកុំបន្ទាប់មកគាត់ដួលស្លាប់ភ្លាមអ្នកភូមិចាប់ផ្ដើមសង្ស័យកូនស្រីរបស់គាត់ដែលជាក្មេងស្រីឈ្មោះស្រីនាងជាមនុស្សស្ងៀមស្ងាត់ហើយមិនសូវនិយាយជាមួយនរណាទេយប់មួយអ្នកភូមិបានឃើញនាងឈរនៅក្រោមដើមឈើកំពុងនិយាយម្នាក់ឯងនាងនិយាយសំឡេងស្រាលពួកគេធ្វើបាបម៉ាក់ឥឡូវដល់វេនពួកគេហើយភ្លាមនោះខ្យល់ត្រជាក់ខ្លាំងបានបក់កាត់ភូមិហើយអ្នកភូមិចាប់ផ្ដើមយល់ថាមីលីមិនមែនធ្មប់ទេមកពិតគឺកូនស្រីរបស់អ្នកដែលបានដឹកនាំការបណ្ដេញនាងចេញពីភូមិ